ទូរទស្សនិកជនថាតើបញ្ហាសន្តិភាពអ៊ុយក្រែនត្រឹមពេលនេះបានវិវត្តដល់ណាហើយស្របពេលដែលសហរដ្ឋអាមេរិកជាអ្នកដែលផ្ដួចផ្ដើមនឹងតែងតែជំរុញទៅលើការចរចាបញ្ចប់សង្គ្រាមអាយុកាលជាង4ឆ្នាំនៅអ៊ុយក្រែននេះឥឡូវនេះកំពុងតែជាប់ដៃក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានោះយើងមានការជួបបន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV គឺលោកចិនសារិមបាទលោកសារិមខ្ញុំបាទសូមជូនសំណួរដំបូងគឺចង់ដឹងអំពីស្ថានភាពរឿងកិច្ចចរចាសន្តិភាពអ៊ុយក្រែននេះបាទដែលមករយៈកាលចុងក្រោយជាពិសេសចូលមកដល់ដើមឆ្នាំ2026នេះយើងបានមើលឃើញថាមានចំនួនផ្ទាល់សម្របសម្រួលដោយអាមេរិកគឺចំនួនផ្ទាល់រុស្ស៊ីអ៊ុយក្រែនបានជួបគ្នាពិភាក្សាគ្នាញឹកញាប់ដែរមករយៈកាលនេះប៉ុន្តែឥឡូវអាមេរិកជាអ្នកសម្របសម្រួលនេះជាប់ដៃក្នុងសង្គ្រាមនៅអ៊ីរ៉ង់ទៅហើយតើរឿងសន្តិភាពអ៊ុយក្រែនយ៉ាងណាទៅវិញបាទចំពោះរឿងសន្តិភាពនៅអ៊ុយក្រែននេះបាទបើតាមស្មារតីនៃការចរចាចុងក្រោយកាលពីថ្ងៃទី16ខែកុម្ភៈឆ្នាំ2026នេះនៅទីក្រុងសេណែវប្រទេសស្វីសកិច្ចចរចានោះបានកំណត់ថានៅចុងខែកុម្ភៈឆ្នាំ2026នេះភាគីអ៊ុយក្រែននិងរុស្ស៊ីនឹងជួបចរចាគ្នាដោយប្រយោលដដែលគឺដោយសហរដ្ឋអាមេរិកធ្វើជាអន្តរការីឬក៏រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូម៉ង់ធ្វើជាអន្តរការីសម្របសម្រួលឬក៏យ៉ាងយូរបំផុតនៅដើមខែមីនាឆ្នាំ2026នេះដដែលប៉ុន្តែក្រោយពីសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទុះឡើងកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនដែលមានសហរដ្ឋអាមេរិកជាអន្តរការីគឺហាក់ដូចជាមិនបានឮទេខាងភាគីអ៊ុយក្រែនក៏មិនលើកឡើងថាត្រូវចរចារុស្ស៊ីនិងអាមេរិកក៏មិនបានលើកឡើងថាកិច្ចចរចាបន្តរវាងអ៊ុយក្រែននិងរុស្ស៊ីក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយអស់រយៈពេលជាង4ឆ្នាំនេះគឺមិនដឹងថាត្រូវលើកទៅដាក់ថ្ងៃណាទៀតទេពីព្រោះកិច្ចចរចាតាមពិតទៅប្រជាពលរដ្ឋរបស់ប្រទេសអ៊ុយក្រែនរួមទាំងប្រជាពលរដ្ឋនិងមេដឹកនាំនៅជុំវិញពិភពលោកគឺមានក្តីសង្ឃឹមណាស់ចាប់តាំងពីក្នុងអំឡុងខែមករាដើមឆ្នាំ2025កន្លងទៅពីព្រោះលោកដូណាល់ត្រាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានសន្យាហើយសន្យាទៀតវាស់ទាំងម៉ោងកម្រិតទាំងពេលវេលាក្នុងអំឡុងពេលដែលលោកធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតរហូតដល់លោកត្រាំជាប់ឆ្នោតហើយនោះក៏លោកសន្យាថាលោកនឹងបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលខ្លីបំផុតអាចក្នុងរយៈពេល24ម៉ោងក្រោយពីបញ្ចប់សង្គ្រាមគឺសង្គ្រាមកាលក្រោយពីលោកកាន់តំណែងគឺសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបញ្ចប់ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋអ៊ុយក្រែននិងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋនិងមេដឹកនាំនៅលើពិភពលោកនឹងមើលថាលោកត្រាំអាចបញ្ចប់សង្គ្រាមបានប៉ុន្តែរហូតមកដល់ពេលនេះគឺរយៈពេលជាង1ឆ្នាំហើយលោកត្រាំមិនទាន់បានបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនតាមការកំណត់ទេក្នុងនោះវាមូលហេតុអញ្ចេះមូលហេតុនៅត្រង់ថាការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះមិនមែនសហរដ្ឋអាមេរិកប្រើឥទ្ធិពលរបស់ខ្លួនទៅបញ្ចប់សង្គ្រាមបានតាមចិត្តទេព្រោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះបើអ៊ុយក្រែនអាចដើរតាមមាគ៌ារបស់សហរដ្ឋអាមេរិកអាចដើរតាមការចង្អុលបង្ហាញរបស់សហរដ្ឋអាមេរិកប៉ុន្តែបើខាងភាគីរុស្ស៊ីវិញគឺមិនអាចដើរតាមការចង្អុលបង្ហាញរបស់សហរដ្ឋអាមេរិកបានទេដោយសារតែរុស្ស៊ីគឺជាមហាអំណាចមួយក្នុងចំណោមមហាអំណាច5គេហៅ Five World Power នោះអញ្ចឹងហើយគឺរុស្ស៊ីត្រូវពិចារណាអំពីគោលនយោបាយរបស់ខ្លួនគឺធ្វើតាមចំណុចណាដែលអាចធ្វើបានបើមិនអាចធ្វើបានគឺប្រទេសរុស្ស៊ីមិនអាចធ្វើតាមអាមេរិកបានទេចំណុចនឹងហើយបានជារហូតមកដល់ពេលនេះកិច្ចចរចាក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនហាក់ដូចជានៅឆ្ងាយម្យ៉ាងទៀតនៅពេលបច្ចុប្បន្ននេះសហរដ្ឋអាមេរិកកំពុងជាប់ដៃជាមួយប្រទេសអ៊ីរ៉ង់អញ្ចឹងឥឡូវនេះបើតាមប្រភពមិនផ្លូវការសូម្បីតែការឧបត្ថម្ភគាំទ្រផ្នែកយោធាបច្ចេកទេសយុទ្ធសាស្ត្រក្នុងសមរភូមិសង្គ្រាមពីសំណាក់សហរដ្ឋអាមេរិកឲ្យទៅប្រទេសអ៊ុយក្រែនហ្នឹងក៏ខ្សោយដែរអញ្ចឹងអ៊ុយក្រែននៅពេលបច្ចុប្បន្ននេះហាក់ដូចជារងាខ្លាំងហាក់ដូចជាផេលផាលខណៈដែលខ្នងបង្អែករបស់ខ្លួនគឺសហរដ្ឋអាមេរិកកំពុងជាប់ដៃសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ហើយចំណែកនៅពេលបច្ចុប្បន្ននេះមិនថាតែអ៊ុយក្រែននេះសូម្បីតែប្រទេសអ៊ីរ៉ង់នេះក៏ហាក់ដូចជាមិនទាន់មានអ្នកជំនាញណាមួយឬក៏មិនទាន់មានមេដឹកនាំកម្ពុជាណាមួយទាំងមេដឹកនាំរបស់សហរដ្ឋអាមេរិកផងទៀតលើកឡើងអំពីចំណុចដែលត្រូវបញ្ចប់ទេ
លោកដណាត្រាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិកតាមរយៈការជំរុញពីក្នុងស្រុកផងពីក្រៅស្រុកផងឲ្យបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ឲ្យបានឆាប់ដើម្បីកុំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ពិភពលោកខាងផ្នែកសេដ្ឋកិច្ចជាពិសេសផ្នែកការផ្គត់ផ្គង់លើធម្មពលនោះក៏លោកត្រាំសន្យាថានឹងចប់ឲ្យបានឆាប់ប៉ុន្តែត្រង់ចំណុចច្បាស់លាស់ថាធ្វើម៉េចឲ្យចប់តើបញ្ចប់តាមរបៀបណាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមិនបានបញ្ជាក់ថាត្រូវបញ្ចប់បែបណាទេតែផ្ទុយទៅវិញលោកត្រាំបានតែគម្រាមទៅលើប្រទេសអ៊ីរ៉ង់ថានឹងវាយប្រហារបន្ថែមទៀតដូច្នេះនិយាយជារួមមកវិញចំពោះសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនគឺហាក់ដូចជានៅឆ្ងាយនៅឡើយខណៈដែលនៅពេលបច្ចុប្បន្ននេះភាគីទាំងពីរកំពុងតែប្រយុទ្ធគ្នានៅលើសមរភូមិហើយរុស្ស៊ីមានព្រៀបខ្លាំងលើប្រទេសអ៊ុយក្រែនដោយសារតែអ៊ុយក្រែនបាត់បង់ជំនួយយ៉ាងច្រើនពីសំណាក់សហរដ្ឋអាមេរិកហើយអាមេរិករហូតមកដល់ពេលនេះមិនទាន់បង្ហើបមួយម៉ាត់ថាការចរចាក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននឹងត្រូវធ្វើឡើងនៅពេលណានៅប្រទេសណានោះបាទលោកសុរិនតើយើងអាចមើលឃើញថាវាជាសញ្ញាបែបណាសម្រាប់ពិភពលោកយើងបច្ចុប្បន្នដែលសង្គ្រាមរុស្ស៊ីអ៊ុយក្រែនអត់ទាន់ចប់ផងឥឡូវសហរដ្ឋអាមេរិកត្រូវបង្កើតសង្គ្រាមមួយទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយប៉ះជាមួយអ៊ីរ៉ង់ដែលជាខ្លាកំណាចធំប្រចាំតំបន់ថែមទៀតនោះបាទចំពោះពិភពលោកនៅពេលបច្ចុប្បន្ននេះគេហៅថាបាត់បង់សណ្ដាប់ធ្នាប់សកលបាត់បង់សណ្ដាប់ធ្នាប់សកលបាត់បង់របៀបរៀបរយសកលបាត់បង់របៀបរៀបរយនិងសណ្ដាប់ធ្នាប់ដោយសារតែប្រទេសមហាអំណាចនឹងឯងប្រទេសមហាអំណាចគឺជាអ្នករំលោភច្បាប់អន្តរជាតិនៅពេលបច្ចុប្បន្នពីព្រោះក្រោយពីឆ្នាំ1945មកពិភពលោកស្ថិតនៅក្នុងរបៀបរៀបរយនៃបរិបទថ្មីនៅត្រង់ថាមានអង្គការសហប្រជាជាតិដែលរហូតមកដល់ពេលនេះមានសមាជិករហូតដល់ទៅ193ប្រទេសមានន័យថាស្ទើរតែទូទាំងពិភពលោកទៅហើយជាសមាជិករបស់អង្គការសហប្រជាជាតិក្នុងនោះមានមហាអំណាច5ដែលជាអ្នកថែរក្សានិរន្តរភាពសន្តិភាពនិរន្តរភាពសន្តិសុខនិងនិរន្តរភាពសេដ្ឋកិច្ចនៅលើពិភពលោកមហាអំណាច5នោះមានសហរដ្ឋអាមេរិកមានរុស្ស៊ីចិនបារាំងនិងអង់គ្លេសហើយមហាអំណាចទាំង5នៃពិភពលោកនេះតែងតែយកច្បាប់អន្តរជាតិជាគោលក្នុងការប្រតិបត្តិនៅលើប្រទេសនានានៅលើពិភពលោកដែលមានអរិភាពប្រទេសណាដែលមានបញ្ហាអរិភាពមានសង្គ្រាមឬការប៉ះទង្គិចគ្នាគឺអង្គការសហប្រជាជាតិចេញមុខដោះស្រាយតាមរយៈឥទ្ធិពលនៃប្រទេសជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬតាមរយៈប្រទេសមហាអំណាចពិភពលោកទាំង5ប៉ុន្តែចាប់ពីឆ្នាំ2022កន្លងមកពិភពលោកបាត់បង់សណ្ដាប់ធ្នាប់ដោយសារតែមហាអំណាចនឹងឯងគឺជាអ្នករំលោភច្បាប់អន្តរជាតិមុនគេគឺប្រទេសរុស្ស៊ីឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែនដោយមិនខ្លាចរឯងទៅនឹងច្បាប់អន្តរជាតិដោយបំពានទៅនឹងច្បាប់អន្តរជាតិទាំងស្រុងតែម្ដងខណៈដែលរុស្ស៊ីគឺជាមហាអំណាចគឺជាអ្នកថែរក្សាសន្តិភាពនិរន្តរភាពនៅលើពិភពលោកតែរុស្ស៊ីឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនរុស្ស៊ីជាអ្នករំលោភច្បាប់អន្តរជាតិមុនគេសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតបានត្រឹមតែមេរិះគន់ឥឡូវនេះឈានដល់សហរដ្ឋអាមេរិកទៀតអាមេរិកវាយប្រហារទៅលើប្រទេសវេណេស៊ុយឡាគឺជាការបំពានយ៉ាងកម្រោលទៅលើអធិបតេយ្យភាពឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ប្រទេសវេណេស៊ុយឡាមិនយូរប្រមាណនៅពេលបច្ចុប្បន្ននេះសហរដ្ឋអាមេរិករួមគ្នាជាមួយនឹងសម្ព័ន្ធមិត្តទៅព្រួតគ្នាវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដែលជាប្រទេសមួយមានឯករាជ្យភាពមានអធិបតេយ្យភាពនិងមានសិទ្ធិសម្រេចក្នុងកិច្ចការនៅក្នុងប្រទេសរបស់ខ្លួនដូច្នេះនិយាយជារួមនៅពេលបច្ចុប្បន្ននេះពិភពលោកស្ថិតនៅក្នុងបរិបទថ្មីនិងពិភពលោកស្ថិតនៅក្នុងភាពជ្រួលច្របល់បាត់បង់របៀបរៀបរយបាត់បង់សណ្ដាប់ធ្នាប់ដើមដោយសារតែប្រទេសមហាអំណាចនឹងឯងគឺជាអ្នកនាំជាអ្នកបំពានជាអ្នកធ្វើខុសច្បាប់អន្តរជាតិមុនគេដូច្នេះនិយាយរួមមកវិញគឺប្រទេសនានានៅលើពិភពលោកហាក់ដូចជាបាត់បង់ខ្នងបង្អែកហាក់ដូចជាបាត់បង់ក្តីសង្ឃឹមកាន់តែច្រើនខណៈដែលប្រទេសមហាអំណាចគឺជាអ្នករំលោភច្បាប់អន្តរជាតិមុនគេដោយខ្លួនឯងនោះបាទ
បាទសូមអរគុណលោកសេរីមយើងបន្តតាមដានបន្តទៀតអំពីបញ្ហាជារួមពិសេសទៅលើបញ្ហារុស្ស៊ីអ៊ុយក្រែនរឿងសន្តិភាពអាចទៅរួចដែរឬអត់ស្របពេលដែលឥឡូវសង្គ្រាមថ្មីបានផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយអាមេរិករវល់រឿងនៅមជ្ឈិមបូព៌ាហ្នឹងមករឿងធំទៀតអរគុណជម្រាបលាបាទអរគុណទូរទស្សនិកជនការវាយប្រហាររបស់សហរដ្ឋអាមេរិកអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ក៏ជាបុព្វហេតុសំខាន់ដែលធ្វើឲ្យតម្លៃធម្មពលសកលកើនឡើងក្នុងនោះតម្លៃប្រេងបានកើនឡើងលើសពី$100ក្នុង1បារ៉ែលបើទោះបីជាមានបញ្ហានេះក៏ដោយក៏ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅតែនិយាយការពារការសម្រេចចិត្តរបស់ខ្លួនក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ដែរតម្លៃប្រេងបានហក់ឡើងលើសពី$100ក្នុង1បារ៉ែលជាលើកដំបូងក្នុងរយៈពេលជិត4ឆ្នាំមិនដែលមានគិតត្រឹមថ្ងៃទី8មីនាម្សិលមិញដោយសារក្តីបារម្ភថាសង្គ្រាមនៅមជ្ឈិមបូព៌ាដែលកំពុងរីកធំអាចបង្កើតការរំខានដល់ការផ្គត់ផ្គង់អូសបន្លាយពេលកាន់តែយូរសន្ទុះប្រេងឆៅទាំង West Texas Intermediate WTI និងប្រេង Brent បានកើនឡើងជាង 15% គណៈទីផ្សារបានបើកកាលពីល្ងាចថ្ងៃអាទិត្យដោយឈានដល់កម្រិតមិនធ្លាប់មានចាប់តាំងពីខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ2022ទោះយ៉ាងណាប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលការកើនឡើងនេះថាជាកិច្ចប្រឹងប្រែងដើម្បីលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយបញ្ជាក់ជាថ្មីនៃការទទូចរបស់សេតវិមានថាការកើនឡើងគឺបណ្ដោះអាសន្នលោកបានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមថាតម្លៃប្រេងក្នុងរយៈពេលខ្លីនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សនៅពេលដែលការបំផ្លាញការគំរាមកំហែងនុយក្លេអ៊ែរអ៊ីរ៉ង់បញ្ចប់ជាកិច្ចប្រឹងប្រែងដើម្បីសហរដ្ឋអាមេរិកនិងពិភពលោកមានសុវត្ថិភាពនិងសន្តិភាពលោកបានអះអាងថាមានតែមនុស្សឆោតល្ងងប៉ុណ្ណោះដែលគិតផ្សេងពីនេះចរាចរណ៍តាមផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz ដែលប្រេងឆៅនិងឧស្ម័នសកល 20% ឆ្លងកាត់ស្ទើរតែឈប់ដំណើរការចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើងនាថ្ងៃ28កុម្ភៈការបិទដំណើរឆ្លងកាត់នៃនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz ក្រោយផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់កំពុងតែប៉ះពាល់កាន់តែខ្លាំងឡើងដល់ដំណើរការផលិតប្រេងរបស់ប្រទេសអ៊ីរ៉ាក់ក្នុងនោះការផលិតប្រេងរបស់អ៊ីរ៉ាក់ធ្លាក់ចុះខ្លាំងដោយសារតែរឿងច្រកសមុទ្រ Hormuz នេះត្រូវបានបិទផលិតកម្មប្រេងរបស់អ៊ីរ៉ាក់ពីតំបន់ប្រេងសំខាន់ៗនៅភាគខាងត្បូងប្រទេសបានធ្លាក់ចុះ 70% ដោយមកនៅត្រឹម 1.3 លានបារ៉ែលក្នុងមួយថ្ងៃដោយសារតែប្រទេសនេះមិនអាចនាំចេញប្រេងតាមច្រកសមុទ្រ Hormuz ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់នាយកតាមប្រភពពីខាងក្នុងរង្វង់ឧស្សាហកម្មចំនួន3ដែលបាននិយាយកាលពីថ្ងៃអាទិត្យទី8មីនាឆ្នាំ2026ការផ្ទុកប្រេងឆៅបានឈានដល់កម្រិតអតិបរមាហើយទិន្នផលនៅសល់បន្ទាប់ពីការកាត់បន្ថយដ៏ធំនឹងត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ដល់រោងចក្រចម្រាញ់ប្រេងរបស់ប្រទេសនេះនាយកតាមការលើកឡើងពីមន្ត្រីម្នាក់មកពីក្រុមហ៊ុនប្រេង Basra BOC គ្រប់គ្រងដោយរដ្ឋដែលគ្រប់គ្រងប្រតិបត្តិការផលិតកម្មនិងនាំចេញពីតំបន់ប្រេងនៅភាគខាងត្បូងច្រកសមុទ្រ Hormuz គឺជាចំណុចដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោកដែលមានប្រហែល1/5នៃលំហូរប្រេងឧស្ម័នធម្មជាតិរាវសកលប្រភពទាំងនេះបានឲ្យដឹងថាការនាំចេញរបស់ប្រទេសសមាជិក OPEC គឺអង្គការនាំចេញប្រេងដ៏ធំរបស់ពិភពលោកក៏បានធ្លាក់ចុះខ្លាំងដែរដោយមកស្ថិតនៅត្រឹមជាមធ្យមប្រហែល 80,000 បារ៉ែលក្នុងមួយថ្ងៃគឺត្រឹមថ្ងៃអាទិត្យម្សិលមិញដោយមាននាវាដឹកប្រេងតែ2គ្រឿងទេដែលផ្ទុកប្រេងដោយសារនាវាមិនអាចធ្វើដំណើរដោយសេរីឆ្លងកាត់ច្រកសមុទ្រ Hormuz បានរដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់លោក Abbas Araghchi បានលើកឡើងថាការជ្រើសរើសមេដឹកនាំកំពូលថ្មីតាមបែបសាសនារបស់ប្រទេសអ៊ីរ៉ង់គឺលោក Mojtaba Khamenei ជាកូនប្រុសបង្កើតរបស់លោក Ali Khamenei អតីតមេដឹកនាំកំពូលដែលបានស្លាប់ក្នុងការវាយប្រហាររួមគ្នាពីអាមេរិកនិងអ៊ីស្រាអែលនោះគឺវាបង្ហាញឲ្យឃើញអំពីនិរន្តរភាពនិងស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ង់បើទោះបីជាមានសម្ពាធផ្នែកយោធាពីអាមេរិកនិងអ៊ីស្រាអែលក៏ដោយរដ្ឋមន្ត្រីការបរទេស Sayed Abbas Araghchi របស់ប្រទេសអ៊ីរ៉ង់បានបន្តការគាំទ្រដល់មេដឹកនាំថ្មីរបស់លោកបន្ទាប់ពីការតែងតាំងជាផ្លូវការរបស់លោក Ayatollah Sayyid Mojtaba Hosseini Khamenei បាទជាឈ្មោះរបស់មេដឹកនាំកំពូលទី3បាទមេដឹកនាំថ្មីនៅក្នុងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោកថាការជ្រើសរើសលោក Mojtaba Khamenei ជាមេដឹកនាំកំពូលអ៊ីរ៉ង់គឺវាបង្ហាញអំពីនិរន្តរភាពនិងស្ថិរភាពរបស់អ៊ីរ៉ង់ប្រមុខការទូតរូបនេះបានបង្ហាញអារម្មណ៍របស់លោកនៅក្នុងសារមួយលើបណ្ដាញទំនាក់ទំនងសង្គម X ដោយស្វាគមន៍ជាផ្លូវការចំពោះការផ្លាស់ប្ដូរដែលបានកើតឡើងអំឡុងពេលដ៏សំខាន់មួយនៅក្នុងប្រទេសទិនអ៊ីស្លាមនៅក្នុងសាររបស់លោក Araghchi បាននិយាយថាសូមអបអរសាទរចំពោះការជ្រើសរើសដ៏ស័ក្តិសមរបស់លោក Ayatollah Sayyid Mojtaba
Hosseini Khamenei ជាមេដឹកនាំកម្ពុជាទី3នៃបដិវត្តន៍អ៊ីស្លាមដែលស្របគ្នានឹងរាត្រីដំបូងពោពេញដោយអំណាចដោយផ្អែកលើអារម្មណ៍នេះរដ្ឋមន្ត្រីការប្រទេសរូបនេះបានបន្តចេញការបដិញ្ញាចិត្តជាផ្លូវការក្នុងនាមជាឧបករណ៍ការទូតនិងសន្តិសុខចំពោះមេដឹកនាំថ្មីនៃបដិវត្តន៍លោកអារ៉ាជីបានលើកឡើងថាពួកលោកសន្យាការពារសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់ដ៏អស្ចារ្យការជំរុញផលប្រយោជន៍ជាតិនិងសន្តិសុខនិងការសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់នៃបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហើយនឹងមិនរង្គោះរង្គើនោះឡើយទោះបីជាយ៉ាងណាក៏ដោយតែនិកជនបញ្ហាក្តីបារម្ភរឿងតម្លៃប្រេងសកលដែលវាកើនឡើងដោយសារតែអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz នោះគឺហាក់ដូចជាបានថមថយមកវិញបន្តិចមិនមែនចេះតែកើនឡើងរហូតនោះទេពិសេសបន្ទាប់ពីលោក Donald Trump ហាក់និយាយសម្រាលស្ថានភាពខ្លះជាពិសេសអំពីលទ្ធភាពដែលថាសង្គ្រាមនេះអាចនឹងចប់នៅក្នុងពេលឆាប់ជាដើមគេបានមើលឃើញថាតម្លៃប្រេងបានធ្លាក់ចុះ 10% មកវិញខណៈដែលលោក Donald Trump បានប្រមានវាយប្រហារលើប្រទេសអ៊ីរ៉ង់កាន់តែខ្លាំងគឺខ្លាំងជាងនេះ20 ដងបើអ៊ីរ៉ង់បន្តបិទច្រកសមុទ្រ Hormuzតម្លៃប្រេងបានធ្លាក់ចុះ 10% មកវិញគិតត្រឹមថ្ងៃអង្គារទី 10 ខែមីនាឆ្នាំ 2026 នេះបន្ទាប់ពីប្រធានាធិបតី Donald Trump របស់អាមេរិកបានប្រមានថាទីក្រុងតេអ៊ីរ៉ង់នឹងត្រូវបានវាយប្រហារខ្លាំងជាងនេះ20 ដងប្រសិនបើអ៊ីរ៉ង់ព្យាយាមបញ្ឈប់លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz គណៈបានបង្ហាញសញ្ញាផងដែរថាចំនួនជាមួយអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ប្រេងឆៅអន្តរជាតិ Brent បានធ្លាក់ចុះជិត 11% មកនៅត្រឹម $88.36 ក្នុងមួយបារ៉ែលប៉ុណ្ណោះនៅម៉ោង 9:25 នាទីយប់តាមម៉ោងនៅអាមេរិកប្រេងឆៅអាមេរិកបានធ្លាក់ចុះជាង 10% មកនៅត្រឹម $85.17 ក្នុងមួយបារ៉ែលការធ្លាក់ចុះនេះកើតឡើងបន្ទាប់ពីតម្លៃប្រេងបានហក់ឡើងលើសពី$100ក្នុងមួយបារ៉ែលកាលពីថ្ងៃច័ន្ទម្សិលមិញនេះប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថាប្រសិនបើអ៊ីរ៉ង់ធ្វើអ្វីមួយដែលបញ្ឈប់លំហូរប្រេងនៅច្រកសមុទ្រ Hormuz ប្រទេសនេះនឹងត្រូវបានសហរដ្ឋអាមេរិកវាយប្រហារខ្លាំងជាងនេះ20 ដងខ្លាំងជាងអ្វីដែលធ្លាប់បានវាយប្រហាររហូតមកដល់ពេលនេះច្រកសមុទ្រនេះស្ថិតនៅចន្លោះប្រទេសអូម៉ង់និងប្រទេសអ៊ីរ៉ង់គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ទីផ្សារថាមពលពិភពលោកយោងតាមវេទិកា Kepler បានឲ្យដឹងថាប្រេងប្រហែល13លានបារ៉ែលឆ្លងកាត់ផ្លូវទឹកនេះក្នុងឆ្នាំ 2025គឺមានចំនួនប្រហែល 31% នៃលំហូរប្រេងតាមសមុទ្រនៅទូទាំងពិភពលោកវាភ្ជាប់ប្រទេសផលិតប្រេងធំៗនៅតំបន់ឈូងសមុទ្ររួមមានប្រទេសអារ៉ាប៊ីសាអូឌីតអ៊ីរ៉ង់អ៊ីរ៉ាក់និងអារ៉ាប់រួមទៅកាន់ឈូងសមុទ្រអូម៉ង់និងសមុទ្រអារ៉ាប់លោក Donald Trump បាននិយាយនៅក្នុងសាររបស់លោកថានេះគឺជាអំណោយពីអាមេរិកដល់ប្រទេសចិននិងប្រទេសទាំងអស់ដែលប្រើប្រាស់ច្រកសមុទ្រ Hormuz យ៉ាងច្រើនហើយសង្ឃឹមថាវាជាកាយវិការមួយដែលនឹងត្រូវបានកោតសរសើរសង្គ្រាមអ៊ីរ៉ង់ដែលកំពុងរាលដាលបានធ្វើឲ្យផលិតកម្មប្រេងនិងការដឹកជញ្ជូនប្រេងឆ្លងកាត់តំបន់មជ្ឈិមបូព៌ាធ្លាក់ចុះដែលធ្វើឲ្យការផ្គត់ផ្គង់ថាមពលនៅទូទាំងពិភពលោកមានសភាពតានតឹង